cho bà cả này bà bò bà đá là cái slap chả nè cứ chắp pi nè lang lơ tử chân bà chả nè cứ tô khó pi mình cho bà rốt kịch luôn mình từ tu khâu trời nơi cái làng cát hết tô cứ khó pi mình bố cứ chia sàn ngôn tô nơi cái nông bê tra bài sập ram tận đại ní cái bàn bành nhạt bần tò thả ẩm pư là mưa kháng lớn nè trời bọn thì tôi đặt bọn thì kia pi năm từ pram năm nâng pi này chỉ bạ pi đập liên riêng từ mà phây pram liên riêng cả ba ẩm pư ní banប្រព្រឹត្តក្នុងករណីណាមួយដូចខាងក្រោមបាទđâyស្ថានទម្ងន់ទោសណាមួយដូចខាងក្រោមនេះទី1បើកបដោយគ្មានបានបើកបឬមានបានបើកបតែមិនត្រឹមត្រូវតាមប្រភេទយានបងប្អូនយល់ហើយណាទី2បើកបក្នុងស្ថានភាពសង្វឹងដោយមានអត្រាជាតិអាល់កុលចាប់ពី 0.40 មីលីក្រាមក្នុង1លីត្រខ្យល់ឬចាប់ពី 0.80 ក្រាមនៅក្នុង1លីត្រឈាមឡើងលើទៅទី3បើកបបណ្ដាលឲ្យស្លាប់មនុស្សច្រើនអ្នកចាប់ពី2អ្នកឡើងលើទៅច្រើនហើយមួយទៀតបើកបបង្កគ្រោះថ្នាក់ចរាចរណ៍ហើយរត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេះពីការទទួលខុសត្រូវនេះគឺជាសានងន់ទោសដែលខ្ញុំកាលណាខ្ញុំសូមសង្ខេបប៉ុណ្ណឹងហើយត្រូវបានទីតូដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំពីនៃជាប្រាក់ពី10លានរៀលរហូតដល់ទៅ25លានរៀលតែពីនៃជាប្រាក់នេះគឺចូលជាថវិការបស់រដ្ឋទេចំណែកឯក្រុមគ្រួសារជនរងគ្រោះគឺលោកនៅតែមានសិទ្ធិប្តឹងទាមទារសំណងរដ្ឋបវេនីដែលមានពីរប្រភេទគឺសំណងជួសជុលការខូចខាតជាក់ស្ដែងភាសាបច្ចេកទេហៅថាវិជាសនកម្មនោះការខូចខាតហ្នឹងហើយនឹងសំណងជំងឺចិត្តគេបាត់បង់សាច់ញាតិរបស់គេប៉ះពាល់សតិអារម្មណ៍បែបណាមនុស្សដែលគេស្រឡាញ់មនុស្សដែលគេគោរពជាអ្នកមានគុណឧទាហរណ៍អញ្ចឹងខាតពេលវេលានៃការរស់ស៊ីរបស់គេបាត់បង់ចំណូលដោយសារតែគេជាប់បំពេញភារកិច្ចនៅក្នុងការរៀបចំពិធីបុណ្យឬក៏នីតិវិធីផ្សេងជាមួយនឹងសមាជិកនិងតាមផ្លូវច្បាប់នោះអាហ្នឹងគេមានសិទ្ធិប្តឹងដោយឡែកផ្សេងណាបាទនេះគឺករណីបើកបបណ្ដាលឲ្យអ្នកដទៃស្លាប់ដោយមានស្ថានងន់ទោសលើចំណុចទី1គឺបើកបដោយបណ្ដាលឲ្យអ្នកដទៃស្លាប់ច្រើនអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ហើយរត់គេចខ្លួនពីកន្លែងកើតហេតុមិនទទួលខុសត្រូវបាទមួយទៀតការរត់គេចខ្លួនមិនឈប់នៅនឹងកន្លែងកើតហេតុដើម្បីដោះស្រាយនិងអនុវត្តតាមច្បាប់គឺក្រមព្រហ្មទណ្ឌឆ្នាំ2009ចាត់ទុកថាគឺជាបទល្មើសមួយដែលឡែកទៅទៀតគឺបទល្មើសរត់គេចខ្លួនដែលមានចែងនៅក្នុងមាត្រា543នៃក្រមព្រហ្មទណ្ឌឆ្នាំ2009នោះហើយត្រូវបានគេទោសដាក់ពន្ធនាគារពី6ខែរហូតដល់ទៅ3ឆ្នាំសំទោសពី6ខែរហូតដល់ទៅ2ឆ្នាំពីនៃជាប្រាក់ពី1លានរៀលទៅ4លានរៀលតើអ្វីទៅជាបទរត់គេចខ្លួននៅក្នុងក្រមព្រហ្មទណ្ឌមាត្រា543នេះបានចែងថាអំពើប្រព្រឹត្តដោយអ្នកបើកបរយានជំនិះផ្លូវគោកបងប្អូនស្គាល់ហើយយានជំនិះផ្លូវគោកឬផ្លូវទឹកដែលបានដឹងច្បាស់ថាខ្លួនទើបតែបង្កឲ្យមានគ្រោះថ្នាក់កើតឡើងនោះដែលបានដឹងថាការបង្កគ្រោះថ្នាក់នោះនាំឲ្យមានការខូចខាតកើតឡើងហើយមិនព្រមឈប់ន័យថាយើងមានចេតនាមិនឈប់ទេហ្មងយើងមានចេតនាកិច្ចខ្លួនហ្មងកិច្ចវេះហ្មងដើម្បីកិច្ចខ្លួនពីការទទួលខុសត្រូវព្រហ្មទណ្ឌឬរដ្ឋវេនីបានន័យថាយើងកិច្ចចេញពីកន្លែងកើតហេតុហ្នឹងឲ្យផុតពីការអនុវត្តច្បាប់ផ្នែកព្រហ្មទណ្ឌនិងឲ្យផុតពីការទាមទារសំណងគឺយើងមិនបាច់ឲ្យសំណងគេកិច្ចវេះឲ្យផុតពីអាពីរហ្នឹងបាទគឺត្រូវផ្ដន់ទីតូដាក់ពន្ធនាគារពី6ខែរហូតដល់ទៅ2ឆ្នាំហ្នឹងហើយពីនៃជាប្រាក់ចូលជាថវិការបស់រដ្ឋទេ1លានរៀលរហូតដល់ទៅ4លានរៀលអញ្ចឹងសូមគ្រប់ជូនដើម្បីជ្រាបជាការឆ្វែងយល់